នៅអនុបនជ័យខេត្តដាច់ស្រយាលមួយមានចំការស្វាយចន្ទទីដ៏ធំល្វឹងល្វើយមួយកន្លែងដែលលេចសន្ធឹងរាប់សិបហិកតាដាច់ឆ្ងាយពីភូមិឋានអ្នកស្រុកនៅចំកណ្ដាលចំការដ៏ធំនោះមានខ្ទមប្រក់សង្កសីចាស់មួយខ្នងសង់ខ្ពស់ផុតពីដីបន្តិចសម្រាប់ឲ្យកម្មករស្នាក់នៅយាមកាមផលដំណាំនៅពេលយប់ក្បែរខ្ទមនោះមានដើមស្វាយដ៏ធំមួយដើមដែលមានបែកមែកសាខាគ្របដណ្ដប់មកលើដំបូលខ្ទមបង្កើតជាមលុបដ៏ងងឹតនិងត្រជាក់ត្រជុំជានិច្ចអ្នកស្រុកនៅតំបន់នោះមិនសូវមាននរណាហ៊ានស៊ីឈ្នួលនៅចំការឲ្យថៅកែនៅទីនោះឡើយព្រោះគ្រប់គ្នាដឹងយ៉ាងច្បាស់ពីប្រវត្តិដ៏អាប់អួរនៃខ្ទមនោះកាលពី3ឆ្នាំមុនមានបរិះចំណាំម្នាក់ឈ្មោះពូវ៉ាន់ដែលគាត់ជាអ្នកចាំចំការចាស់បានជួបវិបត្តិគ្រួសារយ៉ាងធ្ងន់ធ្ងរដោយសារតែជំពាក់បំណុលគេវ៉ាន់កនិងត្រូវប្រពន្ធចុះចោលពូវ៉ាន់បានសម្រេចចិត្តគិតខ្លីដោយយកខ្សែពួរតែចង់កសម្លាប់ខ្លួនទម្លាក់យល់តេងតោងពីលើមែកស្វាយដ៏ធំក្បែរខ្ទមនោះតែម្ដងសាកសពរបស់គាត់ត្រូវបានគេប្រទះឃើញនៅ3ថ្ងៃក្រោយមកក្នុងសភាពហើមរលួយនិងធំក្លិនស្អុយអសោចពេញចំការចាប់ពីថ្ងៃនោះមកព្រលឹងរបស់គាត់នៅតែវិលវល់ក្រាញននាលនៅទីនោះមិនព្រមទៅណាឡើយដោយសារតែថៅកែចំការហ៊ានឲ្យប្រាក់ខែខ្ពស់យុវជនម្នាក់ឈ្មោះវាសនាដែលកំពុងខ្វះខាតថវិកាក៏បានស្ម័គ្រចិត្តមកធ្វើជាអ្នកចាំចំការថ្មីវាសនាជាមនុស្សក្លាហានមិនសូវជឿលើអបិយជំនឿឬរឿងខ្មោចព្រាយបិសាចឡើយគេបានរៀបចំសម្លៀកបំពាក់និងស្បៀងអាហារចូលទៅស្នាក់នៅក្នុងខ្ទមចាស់នោះដោយមិនញញើតអ្វីទាំងអស់ការរស់នៅប៉ុន្មានយប់ដំបូងអ្វីហាក់ដូចជាស្ងប់ស្ងាត់ធម្មតាប៉ុន្តែឈានចូលដល់យប់ថ្ងៃសិលបរិយាកាសក្នុងចំការចាប់ផ្ដើមប្រែប្រួលយ៉ាងចម្លែកនៅពាក់កណ្ដាលអាធ្រាត្រខណៈដែលវាសនាកំពុងតែដេកលង់លក់ពេលនោះគ្រូគេក៏ត្រូវបានរំខានដោយសំឡេងចម្លែកមួយវាគឺជាសំឡេងក្រេក្រត់ហាក់ដូចជាមានខ្សែពួរដ៏តឹងណែនកំពុងតែត្រដុសយល់ចុះយល់ឡើងនៅលើមែកឈើដែលនៅក្បែរខ្ទមនោះវាសនាភ្ញាក់ពីដេកព្យាយាមផ្ទៀងត្រចៀកស្ដាប់អមជាមួយនឹងសំឡេងខ្សែពួរនោះខ្យល់ត្រជាក់ខុសប្រក្រតីបានបក់បោកចូលតាមចន្លោះក្តារនាំមកនៅក្លិនដ៏គួរឲ្យរអើមួយវាគឺជាការរលាយចូលគ្នារវាងក្លិនក្រអូបឈ្ងុយនៃផ្កាស្វាយនិងក្លិនឆ្អាបស្អុយនៃសាច់រលួយធ្វើឲ្យគេចង់ក្អួតចង្អោរភ្លាមក្តីភ័យរន្ធត់ចាប់ផ្ដើមវាយលុកសតិស្មារតីរបស់យុវជននេះវាសនាមិនហ៊ានបើកទ្វារចេញទៅក្រៅទេគេបានត្រឹមតែលួចយកខ្សែភ្នែកអើតមើលតាមប្រឡោះសង្កសីនៃជញ្ជាំងខ្ទមសម្លឹងទៅរកដើមស្វាយដ៏ធំនៅខាងក្រៅក្រោមពន្លឺព្រះច័ន្ទព្រាលអ្វីដែលគេបានឃើញធ្វើឲ្យរាងកាយរបស់គេរឹងស្ដោបឈាមស្ទើរតែកកក្នុងសរសៃនៅខាងក្រៅនោះមានរាងកាយមនុស្សម្នាក់កំពុងតែត្រូវចងកព្យួររនេករណោងទម្លាក់ពីលើមែកស្វាយរាងកាយនោះកំពុងតែយល់ទៅយល់មកយឺតភ្លាមនោះរាងកាយដែលហើមប៉ោងបានបញ្ឈប់ចលនាយល់ហើយងាកក្បាលសម្លឹងមើលចំប្រឡោះសង្កសីដែលវាសនាកំពុងតែអើតមើលនោះតែភ្នែកពណ៌សរលោងនិងអណ្ដាតដែលលៀនធ្លាក់ដល់ចង្ការបានបង្ហាញយ៉ាងច្បាស់រំពេចនោះខ្សែពួរក៏បានដាច់សាកសពនោះបានធ្លាក់ចូលមកដីរួចវាយ៉ាងលឿនដូចជាសត្វពីងពីងសំដៅមករកទ្វារខ្ទមសំឡេងព្រោះទ្វារដន់ឡើងញាប់ស្អេកវាសនាភ័យលួសព្រលឹងគេមិននៅរងចាំសេចក្តីស្លាប់ឡើយគេបានធាក់ទ្វារបង្អួចខាងក្រៅខ្ទមរួចលោតចេញទៅបាត់ជើងសព្រាតចូលទៅក្នុងព្រៃចំការស្វាយចន្ទីដើម្បីតិចខ្លួនប៉ុន្តែទោះបីជាគេខំប្រឹងរត់យ៉ាងណាកាត់ព្រៃស្វាយចន្ទីអស់រាប់ម៉ោងរត់រហូតអស់កម្លាំងនិងមុតបន្លាពេញជើងយ៉ាងណាក្តីក៏គេនៅតែមិនអាចរកផ្លូវចេញបានសោះទីបំផុតពេលគេជប់រត់និងងើបមុខឡើងសម្លឹងទៅមុខគេបែរជាបានឃើញខ្លួនឯងកំពុងតែឈរនៅចំពីមុខខ្ទមសង្កសីដ៏ចាស់នោះដដែលវិញ្ញាណអ្នកចងកកំពុងតែឈររងចាំគេនៅមាត់ទ្វាររួចស្រែកសន្ធាប់ក៏រំពងពេញព្រៃធ្វើឲ្យវាសនាដួលសន្លប់បាត់ស្មារតីទៅលើដីភ្លាមពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមនិងសម្លេងសត្វបក្សីយំបានជួយដាស់ស្មារតីរបស់វាសនាឲ្យដឹងខ្លួនឡើងវិញគេបើកភ្នែកឡើងឃើញខ្លួនឯងកំពុងតែដេកផ្ទាល់ទៅនឹងដីសើមក្បែរគល់ស្វាយដ៏ធំនោះរាងកាយរបស់គេពោពេញទៅដោយញើសស្នាមមុតនិងភាពភ័យខ្លាចដែលដិតដាមក្នុងប្រសែភ្នែកគ្រាន់តែតាំងស្មារតីបានភ្លាមវាសនាមិនបានត្រឡប់ចូលទៅយកខោអាវឬអីវ៉ាន់នៅក្នុងខ្ទមនោះឡើយគេបានប្រញាប់ប្រញាល់
ដើរចេញពីចំការនោះទាំងប្រវត្តិប្រវែងសំដៅទៅរកផ្ទះថៅកែដើម្បីសូមលាឈប់ពីការងារភ្លាមៗដោយមិនទាមទារប្រាក់ឈ្នួលសំបីតែមួយរៀលគេបានរៀបរាប់រឿងរ៉ាវដ៏ព្រឺព្រួចនេះប្រាប់មនុស្សគ្រប់គ្នាធ្វើឲ្យដំណឹងនេះកាន់តែសុសសាយឡើងចាប់តាំងពីថ្ងៃនោះមកថៅកែចំការក៏មិនអាចរកអ្នកណាមកស៊ីឈ្នួលចាំចំការនៅទីនោះទៀតបានឡើយហើយខ្ទមប្រក់សង្កសីចាស់នៅក្បែរដើមស្វាយនោះក៏ត្រូវបានបោះបង់ចោលឲ្យនៅស្ងាត់ជើងងុំខ្លាចជាជំរកដ៏អាតកំបាំងរបស់វិញ្ញាណបរិះចំណាស់នោះជារៀងរហូតមក